ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជាណែញ៉ាំវីតមីរបស់ខ្ញុំថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខចង់បង្ហាញដល់អ្នកទាំងអស់គ្នាមុខម្ហូបនោះមានឈ្មោះថាផ្សិតចំបាំងចំហុយព្រីងខ្យងជាដំបូងយើងត្រូវមានផ្សិតចំបាំង4ខាំយកទៅលាងឲ្យស្អាតបន្ទាប់មកយើងចិតជា2ហើយត្រូវទុកឲ្យសោះទឹកបន្តិចបន្ទាប់មកយើងយកមកលាយគ្រឿងមានដូចជាម្សៅស៊ុបប្រេងឆាបន្តិចប្រេងខ្យងទឹកស៊ីអ៊ីវដាក់ខ្ទឹម2-3 កំពឹសបន្តមកទៀតយើងថែមស្លឹកខ្ទឹមបន្តិចបន្តួចហើយយើងដាក់ចំហុយនៅក្នុងឆ្នាំងប្រហែលជា10នាទីដោយបើកភ្លើងកុំបាក់ខ្លាំងពេកបើកបន្តិចបន្តួចហើយយើងចាំដល់ផ្សិតឆ្អិនទៅគឺរួចរាល់ហើយបន្តមកទៀតយើងដាក់ជាមួយនឹងស្លឹកខ្ទឹមបង្ហើយនេះជាការស្រេចពុកម៉ែបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំសូមជួយ Subscribe បងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Like ជួយ Share និង Comment នៅខាងក្រោមវីដេអូសូមអរគុណនិងជម្រាបលា